សួស្តីបងប្អូនទាំងអស់គ្នានឹងថ្ងៃនេះសេតបន្តិចបងប្អូនអើយធ្លាប់តែឃើញគូនៅខាងមុខបងប្អូនអរគ្នានេះនឹងជារៀងរាល់ថ្ងៃដោយសារនេះជាកូនក្រោលដែលខាងខ្ញុំបានដាក់ឈ្មោះហើយថែទាំមានរហូតតម្រង់បានកើតបានកូននេះមួយហើយល្អបងប្អូនល្អណានៅក្នុងរូបពីការខ្ញុំថតនឹងចំពេលមេឃដែលគេថារដូវតែភ្លៀងតែអញ្ចឹងធ្វើឲ្យគូនឹងធ្លាក់សាច់ប៉ុន្តែនៅពេលដែលឡើងសាច់ហើយគឺស្អាតមែនទែនបងប្អូនគូនេះណាប៉ុន្តែដោយសារបងប្រុសនៅខាងផ្លូវខ្សែមួយគឺគាត់មកទិញគឺគាត់ឲ្យចង់នៅសាក់សឿគាត់ចង់បានទាំងពីរចង់បានមួយនឹងមួយហើយចង់បានមេផើមួយទៀតដែលអញ្ចឹងកាលណាមួយគាត់អត់ចូលអញ្ចឹងណាដែលអញ្ចឹងដាច់ចិត្តលក់ឲ្យគាត់ទៅហ្នឹងហើយដាច់ចិត្តលក់គាត់នៅក្នុងតម្លៃធូរថ្លៃកាលហ្នឹងទើបតែមួយឆ្នាំនេះបងប្អូនដែលនៅពេលដែលយករូបថតនេះមកអង្គុយមើលវិញស្ដាយបងប្អូនអើយមីនេះក៏ទៅធំណាមីនេះធំណាមកខូបមិនតាន់បានមកខូបទេនៅក្នុងរូបដែលខ្ញុំថតត្រឹមតែ8 9 ខែណាធំ1 ម៉ែត្រឡើង1 ម៉ែត្រ 30 ជាងបងប្អូនហ្នឹងហើយទម្រាំតែកាច់4មិនដឹងថាធំប៉ុន្មានទេគួរនេះមកទល់ពេលនេះអីមិនដឹងថាធំប៉ុន្មានហើយទេបងប្អូនណាចឹងឃើញរូបពីមុនមកហើយពេលដែលយើងនឹកឃើញអនុស្សាវរីយ៍គួរតែស្អាតគួរឲ្យស្ដាយបងប្អូនហ្នឹងហើយគួរស្ដាយនឹងចាំវីដេអូមានតែប៉ុណ្្នេះទេបងប្អូនបើសិនជាយើងឃើញគួរណាឬក៏យើងស្រឡាញ់មេណាហើយយើងកុំលក់ទេផ្ដាស់បងប្អូនណាវាអត់ស្ដាយក្រោយដូចខាងខ្ញុំហ្នឹងហើយសូមអរគុណ